រឿងចម្រុងចម្រាស់ឲ្យមេធាវីដោះស្រាយទៅហ្វីយតាចាប់ដើមបញ្ចេញជង្គង់នៅលើឆាកអន្តរជាតិហើយចំណេះ Stand Up ក៏ដូចជា Page Stand Up New នឹងធ្វើការលំអិតព្រមនេះបាននៅក្នុងពេលថ្មីៗនេះម្ចាស់មកុដ Miss Universe Cambodia 2025ហ្វីយតាបានចាត់ទុករឿងចម្រុងចម្រាស់របស់ខ្លួនជាមួយនឹងខាងអ្នកគ្រប់គ្រង Miss Universe Cambodia ចោលមួយឡែកសិនដោយទុកឲ្យមេធាវីផ្ទាល់ខ្លួនជាអ្នកដោះស្រាយហើយនាងសូមពេលវេលាបញ្ចេញសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិឲ្យចប់សិនស្របជាមួយគ្នានោះផងដែរម្ចាស់មកុដបបកញ្ញាចក្រវាលកម្ពុជាឆ្នាំ2025ហ្វីយតាបានឡើងយន្តហោះចេញដំណើរទៅប្រកួតប្រជែងលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Miss Universe នៅឯប្រទេសថៃលើកទី74កាលពីថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025ដំណើរចាកចេញរបស់នាងបានធ្វើឲ្យកក្រៅអស់ទាំងក្នុងនិងក្រៅប្រទេសជាពិសេសមានអ្នកគាំទ្ររាប់រយអ្នកជូនដំណើរនាងរហូតដល់ប្រលានយន្តហោះអន្តរជាតិដែលជួថែមទៀតផងហើយអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺនៅពេលមុនចាកចេញហោះហើរទៅប្រទេសថៃហ្វីយតាបែរជាជួបរឿងមិនសប្បាយចិត្តព្រោះត្រូវខាងអ្នកគ្រប់គ្រង Miss Universe Cambodia ប្រកាសមិនទទួលខុសត្រូវលើការចាកចេញទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិរបស់បបកញ្ញានេះនោះឡើយដោយក្រុមហ៊ុនចង់រក្សាតំណែងនាងទៅប្រកួតប្រជែងនៅក្នុងឆ្នាំ2026វិញដោយលើកហេតុផលថាស្ថានភាពប្រទេសកម្ពុជានិងថៃនៅមិនទាន់វិលរកសភាពដើមជាមួយគ្នានោះបបកញ្ញាហ្វីយតាក៏បានបង្ហាញនៅអារម្មណ៍មិនសប្បាយចិត្តជាខ្លាំងនៅពេលដែលមានរឿងនេះកើតឡើងតែទោះបីជាយ៉ាងណាក៏ដោយនាងបានឡើងយន្តហោះចេញទៅប្រកួតប្រជែងតាមពេលវេលាដែលបានកំណត់នាងថែមទាំងបាននិយាយថានាងបានយកឈ្នះឆន្ទៈនិងសមត្ថភាពទៅប្រកួតរឿងរ៉ាវផ្សេងៗទុកឲ្យមេធាវីផ្ទាល់ខ្លួននាងជាអ្នកដោះស្រាយនាងសូមពេលវេលាទៅពង្រឹងសមត្ថភាពនិងបំពេញការងាររបស់ខ្លួនឲ្យបានល្អនៅលើឆាកអន្តរជាតិសិនជាការពិតណាស់រហូតមកដល់ពេលនេះបបកញ្ញាកម្ពុជារបស់យើងនៅតែបន្តសកម្មភាពយ៉ាងសកម្មនៅលើឆាកអន្តរជាតិនៅក្នុងការប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Universe ដែលកម្មវិធីនេះបានធ្វើឡើងនៅឯប្រទេសថៃជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ2025នេះបញ្ចុងព្រមានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន